មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងនិងបានរីករាលដាលពីទីក្រុងដល់ទីជនបទជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ក្រាបគ្រឿងញៀនដោយបានដាក់ចេញនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងនោះជនល្មើសដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀនត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរតែកត្តាអ្វីខ្លះដែលនាំឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងតើយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះត្រូវបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងបង្ក្រាបគ្រឿងញៀនសូមអញ្ជើញទស្សនាកិច្ចសម្ភាសន៍របស់យើងដូចតទៅជំរាបសួរស្វាគមន៍មកកាន់កម្មវិធីទំនើបភាពវូពាណិជ្ជកម្មខ្មែរនៅក្នុងសប្តាហ៍នេះយើងនឹងលើកយកប្រធានបទដែលស្ដីអំពីវិធានការបង្ក្រាបគ្រឿងញៀននៅក្នុងឆ្នាំ2017វាគ្មិនដ៏សំខាន់នៅក្នុងសប្តាហ៍នេះជួបជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធឯកឧត្តមគឺជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចាជំរាបសួរឯកឧត្តមចាសូមជំរាបសួរចាអរគុណឯកឧត្តមចំពោះវត្តមានមកកាន់កម្មវិធីយើងនៅក្នុងសប្តាហ៍នេះចាអរគុណចាឯកឧត្តមយើងបានសង្កេតឃើញថាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើនៅសកម្មភាពជាច្រើននៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងការបង្ក្រាបគ្រឿងញៀនជាដើមឯកឧត្តមអាចសង្ខេបបានទេថាប្រសិនបើយើងធ្វើការប្រៀបធៀបរយៈពេល5ឆ្នាំមុនមកដល់ពេលបច្ចុប្បន្ននេះតើការបង្ក្រាបគ្រឿងញៀននិងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀននឹងមានការកើនឡើងឬក៏ថយចុះដែរការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់ក្នុងរយៈពេល5ឆ្នាំមុនមកដល់បច្ចុប្បន្ននេះការតស៊ូករណីក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទគឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលក្នុងនោះកើនឡើងទាំងករណីចំនួនករណីនៃការបង្ក្រាបដោយសមត្ថកិច្ចតាក់ទងទៅនឹងចំនួនជនល្មើសដែលជាប់ពាក់ព័ន្ធសង្ស័យទៅនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀនផ្សេងៗក៏ត្រូវបានឃាត់ខ្លួនជាច្រើនអ្នកជាមួយនឹងបរិមាណនៃសារធាតុញៀនក៏ដូចជាសារធាតុគីមីផ្សំគ្រឿងញៀនក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលបញ្ហាទាំងអស់នេះបង្កើតឲ្យមានក្តីព្រួយបារម្ភនិងអាចប្រឈមទៅនឹងហានិភ័យមួយចំនួនពាក់ព័ន្ធនឹងការធ្វើឲ្យរីករាលដាលនៃចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី1ហើយយើងបាននឹងកំពុងអនុវត្តរយៈពេល7-2 ខែមកហើយចាកត្តាអ្វីដែរដែលធ្វើឲ្យមានការកើនឡើងទាំងអស់នេះដែរឯកឧត្តមពាក់ព័ន្ធការកើនឡើងនៃការប្រើប្រាស់វាមាននិន្នាការពីទី1ការកើនឡើងនៃការផលិតគ្រឿងញៀននៅលើពិភពលោកដែលបរិមាណនៃការផលិតមានការកើនឡើងនេះធ្វើឲ្យក្រុមអ ுக ្រិតជនជួញដូរគ្រឿងញៀនបង្កើនសកម្មភាពក្នុងការធ្វើបំលាស់ទីយើងហៅថាការចរាចរគ្រឿងញៀនពីតំបន់ផលិតទៅរកទីផ្សារនៃការប្រើប្រាស់ដែលទីផ្សារនៃការប្រើប្រាស់ភាគច្រើននៅប្រទេសអូស្ត្រាលីនៅប្រទេសជប៉ុននៅប្រទេសចិនឬនៅបណ្ដាប្រទេសផ្សេងៗទៀតដែលមានតម្លៃគ្រឿងញៀនខ្ពស់ហើយក្នុងនោះពួកក្រុមអ ுக ្រិតជនក៏បានប្រើប្រាស់ទឹកដីកម្ពុជានិងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតដែលគេយល់ឃើញថាគេអាចធ្វើសកម្មភាពចរាចរជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេសនោះបានបញ្ហាទី2គឺពាក់ព័ន្ធទៅនឹងការបំលាស់ទីរបស់ប្រជាពលរដ្ឋមួយចំនួនជាពិសេសយុវជនដែលធ្វើចំណាកស្រុកបាននាំយកនៅបទពិសោធន៍ទម្លាប់នៃការប្រើប្រាស់គ្រឿងញៀនពីប្រទេសជិតខាងហើយពេលដែលមកដល់ស្រុកវិញបាននាំនៅទម្លាប់នេះនឹងបដោះបដាឬក៏ណែនាំនៅទម្លាប់នេះឲ្យជនដែលនៅជុំវិញឬក៏ក្រុមបកពួកហ្នឹងមានការអស់ទាញមានការប្រើប្រាស់គ្រឿងញៀនទី2ក្រុមជួញដូរគ្រឿងញៀនក៏ប្រើគ្រប់មធ្យោបាយក្នុងការអស់ទាញយុវវ័យឲ្យឆ្លក់វែងទៅនឹងការប្រើប្រាស់គ្រឿងញៀនឲ្យទីបំផុតពួកគេបានคลายទៅជាអ្នកញៀនគ្រឿងញៀនដែលមិនដឹងខ្លួនឬក៏คลายទៅជាទេសករគ្រឿងញៀនជាបន្តបន្ទាប់ចាឯកឧត្តមបើសិនជាតេតិនទៅនឹងការប្រើប្រាស់គ្រឿងញៀននេះភាគច្រើនគឺស្ថិតនៅក្នុងវ័យប៉ុណ្ណាដែរតាមរបាយការណ៍ដែលឯកឧត្តមធ្លាប់បានធ្វើជួបប្រទេសកន្លងមកណាស្ថិតនៅក្នុងយុវជនហើយភាគច្រើនគាត់នៅទីក្រុងឬមួយក៏នៅតាមបណ្ដាខេត្តភាគច្រើនអ្នកដែលប្រើប្រាស់គ្រឿងញៀនតាមតួលេខដែលយើងរកឃើញបច្ចុប្បន្ននេះយើងរកឃើញមានដល់ទៅ20651នាក់ក្នុងឆ្នាំ
trongឆ្នាំ2016 ចា៎ ចឹងក្នុង26,651 នាក់នេះយើងសង្កេតឃើញថាមនុស្សដែលស្ថិតនៅក្នុងអាយុចន្លោះពី18ទៅ35ឆ្នាំហ្នឹងគឺមាន 85% ហើយក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី18ទៅ35ឆ្នាំដែលជាក្រុមប្រើប្រាស់គ្រឿងញៀនហ្នឹងមានចំនួនច្រើនជាងគេសង្កេតឃើញថាមាននារីហ្នឹងប្រមាណជាជិត 10% ទៅនឹងការប្រើប្រាស់ដែរហើយក្នុងចំណោមនោះគឺជាង 50% បាននឹងកំពុងស្ថិតនៅទទួលយកសេវាព្យាបាលនៅឯមណ្ឌលបណ្ដោះអាសន្នដែលគ្រប់គ្រងដោយរដ្ឋឬក៏ឯកជននិងមួយចំនួនទៀតបានទៅទទួលយកសេវាភាពព្យាបាលភាពញៀនគ្រឿងញៀននៅឯសហគមន៍ចឹងទេជារួមគឺថាអ្នកក្នុងចំណោម 2651 នាក់នេះគឺថាមានជាង 10,000 នាក់បានទៅទទួលយកសេវាព្យាបាលដោយឡែកក្រៅ 10,000 នាក់ប្រមាណជាង 9,000 នាក់កំពុងតែស្ថិតនៅក្រៅរង្វង់នៃការទទួលយកសេវាព្យាបាលហើយដែលចាំបាច់យើងត្រូវតែមានវិធានការក្នុងការលើកទឹកចិត្តពួកគេទទួលប្រឹក្សាយោបល់ពីគ្រូពេទ្យនៅឯមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកឬក៏មន្ទីរពេទ្យជាតិជាមួយនឹងការផ្ដល់ថ្នាំលង្កូវហើយសេវាព្យាបាលនោះអត់គិតប្រាក់ទេនៅតាមមណ្ឌលសុខភាពដែលផ្ដល់សេវាព្យាបាលភាពញៀនគ្រឿងញៀនគេមានបំពាក់បូពណ៌ក្រហមលាយបៃតងដែលមាននិយាយថាទីនេះមានផ្ដល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនឲ្យឥតគិតថ្លៃចាចាអាដាមមកតាមច្បាប់វិញអ្នកដែលគាត់ប្រើប្រាស់គ្រឿងញៀនដែលយើងហៅថាជនរងគ្រោះហ្នឹងគាត់មានទោសដែរទេបើសិនបើសមត្ថកិច្ចគាត់ចាប់បានណាហើយយ៉ាងម៉េចដែរអាដាមបញ្ហានេះពាក់ព័ន្ធរឿងផ្លូវច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនប្រកាន់នៅគោលការណ៍2គោលការណ៍ទី1គឺគោលការណ៍ព្រំតន់អនុវត្តតាមមាត្រា45និងមាត្រា53នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជនណាប្រើប្រាស់គ្រឿងញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី1ខែទៅ6ខែចា៎ក្នុងករណីមិនរៀងចាលពី6ខែទៅ1ឆ្នាំចា៎ប៉ុន្តែគោលការណ៍មនុស្សធម៌របស់ច្បាប់បានបើកផ្លូវឲ្យគាត់នឹងអាចទៅសុំយកសេវាព្យាបាលអញ្ចឹងបើសិនបើជនប្រើប្រាស់គ្រឿងញៀននឹងបានសុំទៅបរិញ្ញាទទួលយកសេវាព្យាបាលអញ្ចឹងការចោទប្រកាន់តាមមាត្រា45និងមាត្រា53ត្រូវបង្អង់សិនបរិញ្ញាអាចបង្ខំគាត់ឲ្យទៅទទួលយកសេវាព្យាបាលនៅឯមណ្ឌលសុខភាពនៅតែគ្រឹះស្ថានព្យាបាលសាធារណៈតាមមាត្រា105នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនហើយរយៈពេលនៃការព្យាបាលគឺពី6ខែទៅ1ឆ្នាំហើយក្នុងករណីធ្ងន់ធ្ងរពី1ឆ្នាំទៅ2ឆ្នាំប្រសិនបើគាត់បានទទួលយកសេវាព្យាបាលនឹងចប់សពគ្រប់ហើយមិនមានការប្រើប្រាស់គ្រឿងញៀនការចោទប្រកាន់ត្រូវបានលុបចោលប្រញ្ញាមិនបន្តធ្វើការចោទប្រកាន់ចាចាអាដាមជាទូទៅតែគ្រឿងញៀនដែលគាត់ចូលមកក្នុងប្រទេសកម្ពុជាយើងចូលតាមប្រភពណាខ្លះដែរអាដាមការចរាចរគ្រឿងញៀនចូលក្នុងប្រទេសកម្ពុជាវាមានអាស្រ័យទៅលើតំបន់នៃការផលិតគ្រឿងញៀនចាគ្រឿងញៀនមួយចំនួនមិនមែនជាទីផ្សារសម្រាប់កម្ពុជាទេដូចជាប្រភេទកូវ៉េអ៊ីននេះនោះវាមានប្រភពនៅតំបន់អាមេរិកឡាទីននោះប៉ុន្តែក្រមអក្រិតជនជួញដូរគ្រឿងញៀនបានធ្វើការចរាចរដឹកជញ្ជូនគ្រឿងញៀនប្រភេទកូវ៉េអ៊ីននេះពីតំបន់ផលិតតាំងពីអាមេរិកឡាទីនឆ្លងកាត់បណ្ដាច្រកពលានយន្តហោះអន្តរជាតិបរទេសមួយចំនួនមុននឹងមកដល់ទឹកដីកម្ពុជាហើយគ្រោងនាំទៅកាន់ប្រទេសផ្សេងទៀតចា៎ដោយឡែកគ្រឿងញៀនដែលកម្ពុជាយើងកំពុងទទួលរងគ្រោះដោយសារការគំរាមកំហែងតាក់ទងទាំងការចរាចរណ៍និងការប្រើប្រាស់គ្រឿងញៀនគឺមានប្រភពពីតំបន់ត្រីកោណមាសភាគច្រើនចា៎ហើយការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសគឺចូលក្នុងប្រទេសឡាវហើយឆ្លងកាត់ព្រំដែនប្រទេសកម្ពុជានៅប៉ែកឦសានប្រទេសគឺមានជាពិសេសគឺច្រកនៅខេត្តព្រះវិហារនិងច្រកខេត្តស្ទឹងត្រែងទាំងគ្រឿងញៀនមេតាំហ្វេតាមីនប្រភេទគ្រាប់និងគ្រឿងញៀនមេតាំហ្វេតាមីនប្រភេទក្រាម្សៅដែលយើងហៅថា ICE ចា៎អាដាមជាទូទៅតើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនឹងស្ថាប័នពាក់ព័ន្ធហ្នឹងប្រើវិធានការឬក៏គោលនយោបាយយុទ្ធសាស្ត្រយ៉ាងម៉េចដែរដើម្បីទប់ស្កាត់កុំឲ្យយុវជនយើងជាពិសេសគឺប្រជាជនទូទៅគាត់អាច
แต่ตัวย้อนหนาการปราบปรามเครื่องเย็นที่บ้านนั่นนะตามยังโกนจบไปพิเศษอย่างไรแต่ យើងមានយុទ្ធសាស្ត្រជាតិចំនួន จ้ะ 5 ទី 1 ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀនពាក្យថាកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀនឬយើងហៅជាអង់គ្លេសថា supply reduction ហ្នឹងក្នុងគោលបំណងធ្វើយ៉ាងណាកុំឲ្យគ្រឿងញៀនចេញពីតំបន់ផលិតទៅរកទីផ្សារនៃការប្រើប្រាស់ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ឲ្យបង្កើនសកម្មភាពធ្វើការត្រួតពិនិត្យបង្ការបង្ក្រាបរាល់បទល្មើសគ្រឿងញៀនគ្រប់ទម្រង់ទាំងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនទាំងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្ទៃក្នុងប្រទេសទាំងសកម្មភាពចរាចរណ៍និងជួញដូរគ្រឿងញៀននៅក្នុងផ្ទៃក្នុងប្រទេសអញ្ចឹងយើងបណ្ដុះបណ្ដាលពួកគាត់ជាពិសេសសមត្ថកិច្ចដែលជានគរបាលយុតិធធហ្នឹងទាំងមន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិទាំងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យគាត់មានមូលធនបញ្ញានិងមានចំណេះដឹងពាក់ព័ន្ធទៅនឹងនីតិវិធីក្នុងការស៊ើបអង្កេតស្រាវជ្រាវរបស់ល្មើសគ្រឿងញៀន ចា៎ យុទ្ធសាស្ត្រទី 2 គឺការកាត់បន្ថយតម្រូវការគ្រឿងញៀនក្នុងនោះគឺមានន័យថាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជាពិសេសមុខសញ្ញាដែលងាយរងគ្រោះដោយសារបញ្ហាគ្រឿងញៀនហ្នឹងនិយាយថាទេចំពោះគ្រឿងញៀនមិនប្រើប្រាស់គ្រឿងញៀនអញ្ចឹងទេទីផ្សារគ្រឿងញៀននឹងអត់មានសាស្ត្រទី 3 គឺការពង្រឹងវិធានការព្យាបាលនិងស្ដារនីតិសម្បទាក្នុងនោះគឺថាបានសេចក្តីថាអ្នកដែលញៀនគ្រឿងញៀនឲ្យគាត់ទៅទទួលយកសេវាព្យាបាលភាពញៀនគ្រឿងញៀនហ្នឹងនៅឯមណ្ឌលសុខភាព ចា៎ មន្ទីរពេទ្យបង្អែកឬក៏នៅឯសហគមន៍ហើយមួយទៀតគឺការទៅទទួលយកសេវាព្យាបាលនៅឯមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋនិងឯកជនចំនួន 7 កន្លែងចំនួន 10 កន្លែងដែល 7 កន្លែងគ្រប់គ្រងដោយរដ្ឋ 3 កន្លែងគ្រប់គ្រងដោយឯកជនអញ្ចឹងគឺថាទីផ្សារនៃការប្រើប្រាស់ក៏ត្រូវបានកាត់បន្ថយយុទ្ធសាស្ត្រទី 4 គឺជាយុទ្ធសាស្ត្រពង្រឹងវិធានការអនុវត្តច្បាប់តាមរយៈការបណ្ដុះបណ្ដាលជំនាញពីព្រោះថាជនប្រព្រឹត្តបទល្មើសគ្រឿងញៀនតែងតែធ្វើសកម្មភាពបោះជំហានមួយជំហានមុនសមត្ថកិច្ចជានិច្ចអញ្ចឹងសមត្ថកិច្ចត្រូវតែបន្តពង្រឹងនិងពង្រីកនៅចំណេះដឹងរបស់ខ្លួនដើម្បីឲ្យដើរទាន់ទៅនឹងសភាពការគ្រឿងញៀនដែលបាននឹងកំពុងវិវត្តប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃនិយាយរួមគឺពាក់ព័ន្ធទៅនឹងបច្ចេកទេសអញ្ចឹងហើយបានយើងបានទទួលការកោតសរសើរពីមិត្តភ័ក្តិបរទេសក៏ដូចជាប្រមុខរាជរដ្ឋាភិបាលថាសមត្ថកិច្ចបានខិតខំយកចិត្តទុកដាក់ធ្វើការបង្ក្រាបឬករណីដឹកជញ្ជូនគ្រឿងញៀនខ្លះដែលគេរកមិនឃើញនៅកម្ពុជាយើងបានរកឃើញមន្ត្រីកម្ពុជារបស់យើងបានរកឃើញនេះគឺផ្ដើមចេញពីការចូលរួមតាមរយៈការដឹកនាំនិងបណ្ដុះបណ្ដាលចែករំលែកនៅព័ត៌មានក៏ដូចជាចំណេះដឹងជូនទៅសមត្ថកិច្ចឲ្យគាត់នឹងបានយល់ដឹងកាន់តែច្រើនថែមទៀតហើយមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ទាំងអស់គ្នាចំណុចទី 5 វិធានការយុទ្ធសាស្ត្រទី 5 ហ្នឹងគឺការពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងប្រទេសជាប់ព្រំដែនក៏ដូចជាប្រទេសក្នុងតំបន់និងដៃគូអភិវឌ្ឍន៍ជាមួយប្រទេសជាប់ព្រំដែនយើងត្រូវមានកិច្ចសហប្រតិបត្តិការឲ្យបានល្អរវាងប្រទេសថៃប្រទេសឡាវនិងប្រទេសវៀតណាមពីព្រោះបើយើងមិនមានកិច្ចសហប្រតិបត្តិការទេការប្រយុទ្ធឆាំងគ្រឿងញៀនតែឯងគឺមិនទទួលបានជោគជ័យទេដោយសារបទល្មើសជាបទល្មើសមានអង្គការចាត់តាំងខ្សែសង្វាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនវាមានភាពប្រតិកលាគ្នាហើយឈរជើងនៅតាមបណ្ដាប្រទេសនានា ចាចាអាដាមតេតិនទៅនឹងសកម្មភាពបង្ក្រាបនេះថាកន្លងមកនៅក្នុងនាមអាដាមដែលជាអ្នកអនុវត្តផ្ទាល់អញ្ចឹងណាតាកន្លងមកមានសម្ពាធដែរទេឬក៏មានការព្រួយបារម្ភការភ័យខ្លាចអីពីសុវត្ថិភាពផ្ទាល់ខ្លួនដែរទេ បាទសូមអរគុណក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនជាតួអង្គអនុវត្តធ្វើការបង្ក្រាបផ្ទាល់ទេជាតួអង្គដឹកនាំសម្របសម្រួលក្នុងវិស័យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របទៅតាមកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺជាអង្គសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងក្របខ័ណ្ឌនៃការសម្របសម្រួលគឺយើងសម្របសម្រួលលើគ្រប់នីតិវិធីទាំងអស់
ដើម្បីឲ្យសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដំណើរការនិងបានធ្វើសកម្មភាពទាំងនៅថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិនិងថ្នាក់មូលដ្ឋានដែរនោះចា៎និយាយជារួមការធ្វើការបង្ក្រាបបទល្មើសតែងតែមានការលំបាកជួបប្រទះនៅបញ្ហានានាក៏ប៉ុន្តែបញ្ហាដែលបង្កឲ្យមានគ្រោះថ្នាក់ជាធម្មតាទេតែងតែប្រឈមដោយសារបញ្ហាគ្រឿងញៀនវាជារឿងរសើបមួយតាក់ទងទៅនឹងតម្លៃចា៎ដែលមានតម្លៃខ្ពស់អញ្ចឹងយើងសមត្ថកិច្ចមានការគប្បីប្រុងប្រយ័ត្នហើយក៏សូមសរសើរចំពោះសមត្ថកិច្ចដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ទាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិទាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសយើងមកក្រាបបន់មើលបានច្រើនហើយជាមួយគ្នានោះក៏មានមន្ត្រីខ្លះបានបូជាជីវិតឬបានពលីជីវិតក្នុងបបហេតុប្រយុទ្ធប្រឆាំងគ្រឿងញៀនចាអាដាមក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតែអាដាមយល់ថាអ្វីទៅជាចំណុចខ្វះខាតឬក៏ជាចំណុចមួយដែលអាដាមចង់ឲ្យមានការស្ថាប័នផ្សេងទៀតមិនថាប្រព័ន្ធផ្សព្វផ្សាយឬមួយក៏ស្ថាប័នពាក់ព័ន្ធទៀតចូលរួមជាមួយនឹងអាជ្ញាធរជាតិដើម្បីរួមគ្នាក្នុងការធ្វើការងារទាំងអស់ហ្នឹងអាដាមដូចកញ្ញាបានមានប្រសាសន៍អញ្ចឹងគ្មានអ្វីដែលយើងមិនអាចដោះស្រាយបានទៅក្នុងโลกចា៎សិតបញ្ហាទាំងអស់សិតតែដោះស្រាយបានពីព្រោះវាជាបញ្ហារបស់មនុស្សចា៎អញ្ចឹងមានតែមនុស្សនៅគ្រប់សមាសភាពពីគ្រប់ជាតិសាសន៍ចូលរួមជាមួយគ្នាយើងអាចដោះស្រាយបញ្ហានេះបានដោយឡែកតាក់ទងរឿងបញ្ហាគ្រឿងញៀនការគៀកឲ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គមទាំងគ្រប់ស្ថាប័នក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអញ្ចឹងហើយបានជាអាជ្ញាធរជាតិប្រយុទ្ធឆាំងគ្រឿងញៀនយើងមានសមាជិករហូតដល់ទៅ20ក្រសួងនិង2ស្ថាប័នឯនោះប៉ុន្តែគ្រាន់ថាសកម្មភាពបច្ចុប្បន្ននៅមិនទាន់ដើរព្រមគ្នាអញ្ចឹងប្រសិនបើយើងមានយន្តការហើយយន្តការនោះបានធ្វើសកម្មភាពព្រមគ្នាគឺយើងប្រកបជាទទួលបានជោគជ័យយើងនឹងក្លាយទៅជាមហាកម្លាំងពោពេញទៅដោយមហាថាមពលដែលអាចបុកទម្លុះរាល់គ្រប់បញ្ហាតាក់ទងទៅសកម្មភាពគ្រឿងញៀននិងសកម្មភាពផ្សេងចាអាដាមជាចុងបញ្ចប់នេះអាដាមមានអ្វីបន្ថែមទៀតទេតាក់ទិនទៅនឹងបញ្ហាការយុទ្ធនាការបង្ក្រាបគ្រឿងញៀនទាំងអស់នេះពាក់ព័ន្ធទៅនឹងការចូលរួមអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមដោយគ្មានលក្ខខណ្ឌចា៎ដោយគិតថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលអាចនឹងគំរាមកំហែងយើងគ្រប់ពេលវេលាដូច្នេះការចូលរួមរបស់យើងគឺជាភាពចាំបាច់បំផុតកុំទុកឲ្យការដោះស្រាយបញ្ហាគ្រឿងញៀនពឹងផ្អែកតែទៅលើសមត្ថកិច្ចឬពឹងផ្អែកតែទៅលើអាជ្ញាធរនោះអត់មានប្រសិទ្ធភាពទេពីព្រោះថាសមត្ថកិច្ចមានចំនួនតិចប្រជាពលរដ្ឋមានចំនួនច្រើនយើងអាចនិយាយបានថាប្រជាពលរដ្ឋគឺជាកញ្ចក់ជាភ្នែករបស់សមត្ថកិច្ចដើម្បីជួយប្រាប់អំពីបទល្មើសនានាដែលខ្លួនបានសង្ស័យឬក៏បានសង្កេតឃើញហើយយើងរួមគ្នាក្នុងការដោះស្រាយនិយាយជារួមពាក្យមួយម៉ាត់ខ្ញុំសូមនិយាយថាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺដើម្បីជាតិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺស្នេហាជាតិចាបាទ អរគុណច្រើនអាដាមចំពោះការផ្ដល់សម្ភារយ៉ាងក្បោះក្បាយហើយតេតិនទៅនឹងវិធានការបង្ក្រាបគ្រឿងញៀននៅក្នុងឆ្នាំ2017ថាយើងនឹងធ្វើយ៉ាងណាដើម្បីចូលរួមបង្ក្រាបគ្រឿងញៀនទាំងអស់គ្នាដើម្បីប្រទេសជាតិយើងចា៎សូមអរគុណសូមអរគុណចំពោះការតាមដានទស្សនាពីកម្មវិធីសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលា